ថ្មីគេបើកហើយ JH Reborn ឥឡូវខ្ញុំចាប់ផ្ដើមចូលលេងហើយបងប្អូនណាបងប្អូនមួយចំនួនបែបចូលហើយបងប្អូនគេបើក server ភ្លាមចូលភ្លាមសម្រាប់ខ្ញុំនៅឯបងប្អូនអញ្ចឹងបងប្អូនឥឡូវយើងចាប់ផ្ដើមចូលហ្មងទៅបាទអញ្ចឹងយើងចាប់ផ្ដើមចូលទៅយើងវាយ password ទៅហ្នឹងហើយបងប្អូនខ្ញុំ login ចូល server ណាបងប្អូនណាមិញកន្លែងវាយ password យើងកាត់ឥឡូវយើងមានប្រុសតូចប្រុសធំបងប្អូនធ្លាប់លេង GX ដឹងហើយមែនទេបងប្អូនអរគ្នាឥឡូវខ្ញុំយកប្រុសតូចសារអីខ្ញុំយកប្រុសតូចទៅខ្ញុំដាក់ឈ្មោះខ្ញុំដាក់ធនជ័យ game បងប្អូនជួយគ្រប់គ្រងផងណាឃើញហៅផងណាបងប្អូនណាឃើញហៅផងឥឡូវខ្ញុំដាក់ឈ្មោះចឹងទៅឃើញត្រូវហើយណាអូខេឥឡូវខ្ញុំចាប់ផ្ដើមសាញ in ចូល enter game អូខេអញ្ចឹងខ្ញុំបង្កើតបានកូន hero មួយហើយអញ្ចឹងយើងគេថាserver ហ្នឹងមានតែឈ្មោះហ្នឹងមានហើយអូមានហើយអញ្ចឹងខ្ញុំដាក់ត្រឹមនេះបានទេអូមានគេដាក់ដែរណោះខ្ញុំអត់ដឹងថាគេពីណាគេដាក់អូខេឥឡូវខ្ញុំដាក់ចឹងទៅសមមិនសមទេនេះបងប្អូនណាព្រោះខ្ញុំផុសនៅ page ធនជ័យហើយនឹង YouTube ធនជ័យបងប្អូនជួយគ្រប់គ្រងផងណាអូខេខ្ញុំដាក់ឈ្មោះចឹងប្រហែលជាបងប្អូនអាចមើលទៅឃើញហើយខ្ញុំសាកមើលអូអត់កើតទៀតបងប្អូនណា fail បានហើយមិញអូខេខ្ញុំ login ចូលម្ដងទៀតខ្ញុំប្រហែលជាច្រើនពេកplayer ច្រើនពេកមើលទៅ player ច្រើនអញ្ចឹងប្រហែលជាបង្កើតអត់បានខ្ញុំសាកម្ដងទៀតមើលអូបានអញ្ចឹងអូខេអញ្ចឹងខ្ញុំឈ្មោះធនជ័យណាបងប្អូនណាកតុយ game ហ្នឹងដេញពីណាអ្នកបង្កើតណាអូខេអញ្ចឹងខ្ញុំបង្កើតមកបានហើយបាទខ្ញុំលេងនេះខ្ញុំលេងតាមកុំព្យូទ័រណាបងប្អូនណា record តាមខ្ញុំកុំព្យូទ័រអញ្ចឹងខ្ញុំឈ្មោះធនជ័យចឹងឯងបងប្អូនណាក៏ប៉ុន្តែឈ្មោះនេះឈ្មោះរឿងព្រេងខ្មែរទេបងប្អូនធ្លាប់មើលរឿងហើយធនជ័យខ្ញុំយកធនជ័យហ្នឹងដាក់ធនជ័យគេទៅណាអញ្ចឹងអ្វីដែល mission យើងត្រូវដោះមានបន្តតបទៀតអញ្ចឹងវីដេអូខ្ញុំ skip ប៉ុណ្ណឹងសិនដើម្បីខ្ញុំធ្វើ quest level 10 level 1 load ដល់ level 10អញ្ចឹងឲ្យបងប្អូនមើលដើម្បីជាចំណេះដឹងមួយដែរដើម្បីបង្កើត hero ដំបូងទៅណាមកណាអាចដឹងបានណាឥឡូវនៅក្នុងហ្នឹងដូចជាមាន player ច្រើនគាត់កំពុងតែលេងណាបងប្អូនណាអូសបោតនេះអានេះបន្តិចទៀតខ្ញុំនឹងប្រាប់ពីនេះរបៀបប្រើ store ទាំងអស់នេះណាបងប្អូនណាអរគុណវីដេអូមានតែប៉ុណ្្នឹងទេអរគុណបាយបាយ